សូមស្វាគមន៍និងសូមជម្រាបសួរមកកាន់ Channel BK Media ថ្ងៃនេះផងដែរខ្ញុំនឹងបង្ហាញអំពីវិធីធ្វើការតឡើងជាមួយនឹង IIS ចំនួនថ្មីគឺចំនួនទី 26.2.1 ដែលតម្លាក់មកនៅថ្ងៃទី27 ខែ 1 ឆ្នាំ 2026 នេះសម្រាប់បងប្អូនចង់តឡើងចំនួននេះបានតតែទូរស័ព្ទដៃ iPhone បងប្អូនចាប់ពី iPhone 11ឡើងទៅសម្រាប់ការតម្លើងអ្វីដែលគេត្រូវការទី1បងប្អូនត្រូវតែមានថ្មលើសពី 50% ទី2បងប្អូនត្រូវតែមានសេវា 3G 4G 5G កាន់តែល្អបាទតទៅទៀតបើសិនជាបងប្អូនមាន Wi-Fi កាន់តែល្អប្រសើរផងដែរបាទវាលឿនជាងការប្រើអ៊ីនធឺណិតលើ SIM បាទដើម្បីធ្វើការ download គឺបងប្អូនចូលទៅរក setting បងប្អូនមកដោយសារ setting គឺខ្ញុំទុកនៅកន្លែងខាងក្រៅកន្លែងនេះបាទអញ្ចឹងទៅរក setting មកបងប្អូនអ្នកខ្លះគាត់មកខាងលើនឹងឃើញពាក្យថា software update available មានលេខ1បាទអញ្ចឹងបើសិនជាមិនឃើញកន្លែងនេះក៏បញ្ហាដែរគឺបងប្អូនគាត់អស់មកដល់កណ្ដាលនេះគឺពាក្យថា general បងប្អូនពាក្យ general នេះមកបន្តមកទៀតបងប្អូននឹងឃើញពាក្យថា software update បាទចុចពាក្យ software update មកនៅពេលដែលបងប្អូនចុចមកគឺវានឹងធ្វើការ check បាទនេះនឹង load មកគឺ IIS 26.2.1 បាទអញ្ចឹងបើសិនជាបងប្អូនចង់តឡើងគឺមាន2វិធីបើសិនជាបងប្អូនចុចពាក្យ update now បើសិនជាបងប្អូនបាទចុចពាក្យ update now ទៅបាទវានឹងទាមទារ passcode បាទ passcode គឺជា password ដែលបងប្អូនសម្រាប់ដាក់បិទបើកទូរស័ព្ទនោះបាទតែបើសិនជាទូរស័ព្ទនេះគ្មាន password ទេវានឹងបន្តទៅមុខបាទប៉ុន្តែបើសិនជាបងប្អូនចុចពាក្យ update tonight បាទសម្រាប់ពេលដែលយប់បាទចន្លោះម៉ោង1ជាង2ជាង3ជាងឬ4ជាងនៅពេលដែលថ្មពេញហើយយប់មានអ៊ីនធឺណិតវានឹងធ្វើការ update អូតូម៉ាទិកបាទនៅពេលដែលបងប្អូនចុចពាក្យ update tonight បាទអញ្ចឹងដូច្នេះខ្ញុំសូមចុចពាក្យ update now មកបាទនេះវាទាមទារ enter your passcode passcode នេះគឺជា password ដែលបងប្អូនដាក់បាទអ្នកខ្លះក៏ដាក់4ខ្ទង់អ្នកខ្លះក៏ដាក់6ខ្ទង់ទៅអាស្រ័យទៅលើបងប្អូនបាទអញ្ចឹងខ្ញុំសូមវាយ password របស់ខ្ញុំដើម្បីបន្តទៅមុខបាទខ្ញុំវាយ password នៅពេលដែលវាយត្រូវវានឹងចេញពាក្យ update បាទ requested ទៅកាន់ server របស់ iPhone គឺ IIS ចំនួនទី 26.2.1 នេះបាទអញ្ចឹងកំឡុងពេលតម្លើងនេះគឺបងប្អូនអាចទុកវាចោលក៏បានបាទវាដោយសារវា download វាអាចប្រើពេលពី5ដល់15នាទីអាស្រ័យទៅលើអ៊ីនធឺណិតបងប្អូនបាទប៉ុន្តែបើសិនជាបងប្អូនចង់ចាំក៏ចូលទៅចាំទៅបាទនៅពេលដែលចប់បងប្អូននឹងបានបបផ្ទាំងមួយចុចពាក្យ install now ទៅឬក៏វាឲ្យបងប្អូនចុចពាក្យ agreement បងប្អូនចុចតាមគេបន្តទៅវានឹងធ្វើការ boot app តទៅទៀតបងប្អូនរងចាំប្រហែលពី5ដល់10នាទីនឹងបាន boot app ថ្មីគឺ IIS ចំនួនទី 26.2.1 បាទអញ្ចឹងនេះគឺជាការបង្ហាញខ្លីៗអំពីវិធីធ្វើការតឡើង IIS ចំនួនទី 26.2.1 មានតែប៉ុណ្ណឹងបើមានចំណុចណាលោកខ្វះខាតសូមខន្តីអភ័យទោស Channel BK Media ផងហើយសូមជួយ Subscribe Channel BK Media ផងដើម្បីទទួលបានវីដេអូក្រោយៗទៀតសម្រាប់បងប្អូនណាដែលមិនទាន់បានជួយ Subscribe នោះបាទជាចុងក្រោយសូមជម្រាបលាបងប្អូន